Ok, rồi sau đây là đóគ្នាvừa một chútគ្នាជាមួយនឹងការសាងសង់ប្រាសាទបាយ័ននៅក្នុង Game Minecraft episode ទី 2 យើងបន្តទៀតដោយដែលអ្នកនរគ្នាបានដឹងចឹងកាលពី episode មុនគឺយើងបានសាងសង់ជាន់ទី1រួចរាល់ហើយអស់ហើយចឹងឥឡូវនេះគឺយើងមកសាងសង់ជាន់ទី 2 បន្តទៀតហ្នឹងហើយនៅ episode ទី 2 នេះខ្ញុំសម្រាប់ចិត្តកាត់តវីដេអូបញ្ចប់ការសាងសង់ប្រាសាទរបស់យើងទាំងមូលតែម្ដងនៅតែ interior ខាងក្នុងឯងការពិតខ្ញុំថាចេញមក episode ទៀតតែដោយសារតែវាអត់មានអីច្រើនហើយណាមួយវាដដែលពេកចឹងខ្ញុំក៏សម្រាប់ចិត្តepisode ទី2នេះគឺបញ្ចប់ការសាងសង់តែម្ដងនៅតែ interior ខាងក្នុងទេហ្នឹងហើយអញ្ចឹងកុំឲ្យខាតពេលយូរយើងមកចូលវីដេអូយើងបន្តទៀតដោយដែលអ្នកនរគ្នាបានឃើញអញ្ចឹងប្រាសាទបាយ័នគឺមានមុខព្រំកន្លែងខ្លះធំកន្លែងខ្លះទូចកន្លែងខ្លះខ្ពស់អីចឹងណាហ្នឹងហើយមុខព្រំនេះដំបូងខ្ញុំសង់តែមួយខ្នាតទេហើយខ្ញុំក៏ពឹងឲ្យ Cube ខ្មែរគាត់យកទៅជួយកែឲ្យវាទូចជាងមុនឲ្យបានខ្នាតចំនួន2ទៀតហ្នឹងហើយអញ្ចឹងខ្ញុំសង់តែខ្នាតទី3ទេហើយខ្នាតទី2ហើយនិងទី1គឺ Cube ខ្មែរជាអ្នក sponsor ឲ្យដោយសារតែគាត់ជួយប្រគំអញ្ចឹងហ្នឹងហើយអញ្ចឹងប្រាសាទបាយ័ននេះគឺខ្ញុំបានយកលំនាំតាមប្រាសាទអង្គរវត្តដែលខ្ញុំបានសង់កាលពីឆ្នាំមុនហ្នឹងហើយគឺមានសសរពណ៌ក្រហមពណ៌លឿងហើយនិងពណ៌បៃតងអញ្ចឹងឥឡូវនេះគឺយើងដល់ចំណុចសំខាន់របស់យើងហើយគឺយើងនឹងធ្វើការ rotate វាទៅមកជាហៀងទៀតដោយសារតែខ្ញុំសង់មកជាហៀងទេហើយយើងមាន comment ប្រើអញ្ចឹងយើងសង់តែមកជាហៀងគឺ rotate បានមកជាហៀងទៀតហើយ yes អញ្ចឹងឥឡូវយើងចាប់ផ្ដើមផុសវ័ននៅចំណុចខាងមុខហើយនឹងផុសធូនៅមកជាហៀងខាងក្រោយទៅបន្ទាប់មកទៀតយើងចាប់ផ្ដើម copy វាហើយ flick វាទៅខាងស្ដាំដៃអញ្ចឹងវាចេញមកជាហៀងទៀតហើយអញ្ចឹងឥឡូវនេះខ្ញុំអត់មានអីបោះយ៉ាងច្រើនទេខ្ញុំបានយកវីដេអូ Big Cube មកដែរដែលគាត់បាន record ការ flick របស់យើងហ្នឹងហើយ yes ឥឡូវគឺយើងតាមដានទស្សនាវីដេអូរបស់ខ្ញុំឆ្វេងសិនតើហីខ្ញុំ flash through ហី flash through បបលមកចុងវិញមកឬក៏មិនខ្ញុំគួរតែឈរនៅកន្លែងណាវាពេញខ្លាញ់អញ្ចឹងឈរពីមុខក៏បានដែរឈរពីមុខហ្នឹងព្រោះបាទមាន line មើលអត់មានអីគេ share screen ចង់មើលអីចង់មើលពេលនេះមែនយ៉ា flash through ធូរអីទៅមើលថាshare screen ទៅអីធ្វើឲ្យទៅខ្ញុំបង record ណាប្រភេទមានអីមើលដែរមើល screen ផ្សេងមើលអូឡើយណាខ្ញុំ share ឈរពីណាតាខ្ញុំឈរលើមេនេះខ្ញុំបើក shader ឲ្យទៀតណា rotate មក flip មកអូយចុច fast copy មកចូល screen សិនទៅសោះណាលឿនឆេះកុំព្យូទ័រខ្ញុំឡើយចេញឯមកចុច play ហីមិនកុំ error មិនទុក right yes ទុកនៅ1 ដៃ1 2 3អូយមួយឡើងគិតទៅអូយត្រួយអត់ទេនេះមួយឡើងឃើញអែតត្រួយអត់ទៅអូความล็อกអូខេចាំងវល់មកមើលឡាយឃើញងាប់ផាហើយហ្នឹងអាហ្នឹងត្រូវទេហីយ៉ាយកជាការហ្នឹងយើងក៏ជាស្នេហាយ៉ាងតន្តែដូចជាតាំងតលេសំខាន់ពីដៃនេះខ្លាតដល់ហើយនេះតែលោកប្រើជុំវិញច្រើនហ្នឹងអូចាំងមកនេះអូខ្លាតមកភ្នែកហ្នឹងអូនេះប្រភេទអូមានចម្រើនហូយហោះល្មមឃើញចម្រើនហោះឃើញមានចម្រើនអ្នកគ្នាទីបំផុតប្រភេទគាត់បានរត់ហើយជុំវិញហើយនៅមួយជាន់អូខេហ្នឹងហើយដូចដែលអ្នកនរគ្នាបានឃើញអញ្ចឹងឥឡូវនេះគឺខ្ញុំបាន flip វាតែមួយជាងទៀតហើយមើលប្រាសាទនេះគឺធំខ្លាំងមែនតើអានេះដោយសារតែខ្ញុំយកវីដេអូ Big Cube គាត់ប្រើនៅក្នុងលេងនៅក្នុងកុំព្យូទ័រហ្នឹងហើយអញ្ចឹងបើ
នៅក្នុងទូរស័ព្ទខ្ញុំគឺ slow មើលតែតែមើលវីដេអូនេះរៀងច្បាស់តិចហើយមើលអូ god មានមិត្តដាក់វាចំពោះខ្លួនឯងមែនតើអញ្ចឹងឥឡូវនេះប្រាសាទបាយ័នរបស់យើងគឺបានសង់បាន2ជាន់ហើយអញ្ចឹងនៅសល់មួយជាន់ទៀតហ្នឹងហើយគឺនៅថែព័ទ្ធជុំវិញមួយតង់ទៀតអញ្ចឹងប្រាសាទយើងគឺរួចរាល់ 100% ហើយអានេះចូល80% ហ្នឹងហើយ85ចុះយើង85ចុះអញ្ចឹងកុំឲ្យខាតពេលយូរយើងបន្តវីដេអូនៃការសាងសង់របស់យើងបន្តទៀតអ្នកនរអគ្នាហ្នឹងហើយអញ្ចឹងយើងនៅសល់តែមួយជាន់ទៀតទេហើយថែវនៅខាងក្រៅនេះក៏មិនខុសពីថែវនៅខាងក្នុងប្រហែលដែរហើយបើខ្ញុំចង់ copy វាក៏ copy បានដែរតែខ្ញុំខ្ជិលពួកយើងត្រូវវាយចោលឲ្យកែទៀតអញ្ចឹងខ្ញុំក៏សម្រេចចិត្តធ្វើថ្មីមួយទៀតតែម្ដងទៅហ្នឹងហើយអញ្ចឹងជាដំបូងនេះគឺខ្ញុំសង់ដំបូលហើយដំបូលនេះគឺអត់ខុសពីដំបូលខាងក្នុងប្រហែលទេគឺយើងប្រើប្លុកពណ៌លឿងហ្នឹងហើយប្លុកមាសហ្នឹងហើយនឹងអាស័យវាពណ៌លឿងដែរដូចមាសដែរហ្នឹងហើយតែប្លង់ទៅហើយចំណែកប្អូនវិញគឺខ្ញុំប្រើពណ៌ទឹកសមុទ្រអាថ្មយកមកពីប្រាសាទក្រោមទឹកហ្នឹងហើយនឹងឈើលបងដែលយកពី Nether មកហ្នឹងហើយដល់ពេលយើងមិចបញ្ចូលគ្នាទៅវាឃើញស្អាតដែរវាឃើញធំតូចដូចមានក្បាច់មានក្បូរអីគ្រាន់បើជាងមុនអញ្ចឹងហ្នឹងហើយចំពោះគោលសសរវិញគឺខ្ញុំបានប្រើប្រាស់ប្លុកពណ៌មាសហ្នឹងប្លុកមាសហ្នឹងហើយតសគឺខ្ញុំប្រើពណ៌ក្រហមវាមើលទៅលើកប្រាសាទយើងរៀងមានសោភ័ណភាពស្អាតឆើតដែរហ្នឹងហើយអូខេអ្នកនរគ្នាឥឡូវគឺយើងបានសាងសង់ថែវព័ទ្ធមួយជុំរួចរាល់ហើយថែវនេះគឺខ្ញុំដាក់ចំនួន8ទិសហ្នឹងហើយខាងមុខខាងក្រៅខាងឆ្វេងខាងស្ដាំហើយនឹងគៀនសងខាងចំនួន4ទៀត yes អញ្ចឹងបន្ទាប់ពីយើងធ្វើថែវផ្លូវចូលហើយយើងក៏ធ្វើជាថែវដើម្បីភ្ជាប់ពីថែវមួយទៅថែវមួយទៀតដែរអ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹងយើងធ្វើតែបន្តិចទេហើយយើង copy ផាយកតែម្ដងហ្នឹងហើយអញ្ចឹងវាលឿនដែរហើយវាអត់សូវមានអីយូរទេហ្នឹងហើយអញ្ចឹងបន្ទាប់ពីយើងភ្ជាប់ថែវរួចរាល់អស់ហើយដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងគឺលហលហៅហោះលើមេឃតែម្ដងហ្នឹងហើយនៅខាងក្រោមហ្នឹងមានសម្ភោរមានចម្រើនមានអីទៀតអញ្ចឹងយើងចាប់ផ្ដើមមកធ្វើការដាក់ដីវាហ្នឹងហើយយើងធ្វើការបិទដីដោយយើងផុសនៅចំចំណុចកណ្ដាលមួយហើយនឹងផុសគៀនមួយខាងទៀតមួយបន្ទាប់មកយើងសិតលេខ2ទៅយើងវាចេញដីមកហើយប្រាសាទយើងគឺមើលរៀងចូលភ្នែកខ្លះហើយវាអត់ហោះដែនដងដូចមុនហ្នឹងហើយអូខេអ្នកនរគ្នាយើងប្រាសាទយើងគឺបានរួចរាល់ 100% ជាស្ថាពរហើយមើលទៅគឺធំខ្លាំងតែមែនតែម្ដងហ្នឹងហើយយើងក៏បានបិទដីហើយនឹងសង់ថែវហើយនឹងមើលកន្លែងខ្លះខូចខាតអីគឺយើងបាន flick វាហើយរួចរាល់អស់ហើយចឹងប្រាសាទយើងគឺឲ្យ 100% ហើយគឺនៅតែ design ផ្នែកខាងក្នុងទេហ្នឹងហើយមើលទៅគឺធំខ្លាំងមែនតែទូរស័ព្ទខ្ញុំឡើងតាក់មើលច្បាស់ឡើង slow yes ដូចដែលអ្នកទាំងអស់គ្នាបានឃើញហ្នឹងគឺ slow ខ្លាំងមែនតែដោយសារតែប្រាសាទរៀងធំពេកហើយខ្ញុំលេងលើទូរស័ព្ទចឹងវាអត់រួចអញ្ចឹងប្រាសាទយើងគឺរួចរាល់អស់ហើយអ្នកទាំងអស់គ្នាអញ្ចឹងយើងនៅតែ design ខាងក្នុងទេហើយ episode ក្រោយក៏ជា episode បញ្ចប់ដែរហើយនៅមានមួយទៀតអ្នកទាំងអស់គ្នាគឺសុំលាក់សិនអាហ្នឹងគឺយើងអស់ចាខ្លាំងដែរប្រចាំឆ្នាំតែម្ដងអញ្ចឹងyes ដូចដែលអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងកាលពីឆ្នាំមុនខ្ញុំបានសង់អីគេដាក់នៅលើកំពូលប្រាសាទអញ្ចឹងឆ្នាំនេះក៏ខ្ញុំសង់នៅលើកំពូលប្រាសាទដូចគ្នាអញ្ចឹងដឹងហើយរងចាំទស្សនានៅវីដេអូក្រោយហើយក៏អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូដើមដល់ចប់អរគុណជម្រាបលា and bye bye